ហើយនៅលើលោកហ្នឹងអ្វីក៏ទៅរួចដែរយើងនិយាយហ្នឹងមិនមែនថាឲ្យវាហួសហេតុទេយើងមើលទៅលើភាពជាក់ស្ដែងសូម្បីតែទូរស័ព្ទណាដែលយើងប្រើរាល់ថ្ងៃនេះសួរថាបើសិនជាអ្នកបង្កើតហ្នឹងគាត់គិតថាមិនអាចទៅរួចទេតើមានទូរស័ព្ទឲ្យយើងប្រើអត់មាន Facebook ឲ្យបងប្អូនប្រើអត់មានកប៉ាល់ហោះឲ្យយើងជិះអត់មានឡានឲ្យយើងបើកអញ្ចឹងអ្វីៗទាំងអស់វាកើតចេញមកពីក្តីសម័យពីការសម័យរបស់មនុស្សម្នាក់ហើយធ្វើវាឲ្យចេញជារូបរាងឡើងអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែការកំណត់គោលដៅឲ្យសម័យចង់បានអ្វីមួយបងប្អូនត្រូវតែជឿជាក់ថាវាអាចទៅរួចចាអត់មានអីដែលអត់អាចទៅរួចទេគេធ្វើរបស់អស្ចារ្យបានយើងគ្រាន់តែរឿងទូចមួយយើងអត់ហ៊ានគិតយើងខ្លាចអញ្ចឹងសួរថាតើយើងកើតមកលើโลกនឹងដើម្បីអីយើងកើតមកគ្រាន់តែដើម្បីទទួលពាក្យគេថាយើងវាធ្វើអត់កើតហ្នឹងហើយយើងទទួលយកថាជាខ្លួនយើងមែនបើមិនជាយើងកើតមកដើម្បីគ្រាន់តែប៉ុណ្្នឹងខ្ញុំគិតថាដូចជាអត់ចាំបាច់ត្រូវចំណាយពេលប្រឹងរៀនអីខ្លាំងពេកហើយក៏មិនបាច់ត្រូវខ្វល់ខ្វាយអីច្រើនពេកដែរប៉ុន្តែបើមិនជាយើងកើតមកដើម្បីឲ្យទទួលបានភាពជោគជ័យកើតមកដើម្បីយកភាពជោគជ័យជ័យជំនះមួយទៅលើភាពភ័យខ្លាចរបស់យើងភាពកំសាករបស់យើងភាពអវិជ្ជមានរបស់យើងភាពអក្រក់ដែលមាននៅក្នុងគំនិតរបស់យើងនេះដែលវាតែងតែមាននេះយើងយកឈ្នះវាឲ្យបានអាហ្នឹងឯងគឺជាគោលដៅដែលយើងត្រូវកាត់មកលើโลกហ្នឹងអញ្ចឹងផ្លាស់ប្ដូរអាការគិតនឹងចេញណាអត់មានអ្នកដឹកនាំនៅលើโลกហ្នឹងមួយណាដែលនិយាយថា impossible ទេចាអត់មានអ្នកដែលជាអ្នកដឹកនាំនៅលើពិភពលោកហ្នឹងគ្រប់ទីកន្លែងទាំងអស់អ្នកណាក៏ដោយឲ្យតែគាត់ជាអ្នកដឹកនាំគឺគាត់ជឿថាអ្វីដែលគាត់គិតគឺវាទៅរួច